មុននេះប្រហែលជា2ម៉ោងបន្ទាប់ពីមានការជួយភ្លាមនៅប្រទេសថៃគឺខ្ញុំបានចាក់ចេញពីទីក្រុងព្រះសីហនុមកបានប្រហែលជា25នាទីអញ្ចឹងវាការជួយដីនេះបានកើតឡើងនៅប្រទេសថៃភ្លាមហើយកន្លែងដែលខ្ញុំអង្គុយនៅឆ្នេរអូឈើទាលហ្នឹងគឺកន្លែងដែលខ្ញុំអង្គុយហ្នឹងប្រជាពលរដ្ឋយើងហើយនឹងកម្មករដែលកសាងអាគារហ្នឹងគឺនាំគ្នារត់ចេញអញ្ចឹងមានន័យថាវាជាសំណាងខ្ញុំដែរក៏ប៉ុន្តែនេះខ្ញុំនិយាយដំបូងសិនមិនទាន់ចូលប្រទេសថៃឥទ្ធិពលរបស់ការរំជួយដីពីប្រទេសថៃអញ្ចឹងមិនមែនកើតនៅប្រទេសថៃទេដើមទីបំផុតគឺរំជួយនៅប្រទេសមីយ៉ាន់ម៉ានៅភូមាអញ្ចឹងខ្សែវារត់ពីភូមាគឺមកដល់ប្រទេសថៃចូលទៅវៀតណាមហើយកម្ពុជាយើងវាទទួលឥទ្ធិពលតិចតួចទេនៅពេលដែលខ្ញុំចាក់ចេញពីទីក្រុងប្រសេនុនឹងមកខ្ញុំបានមកដល់ប្រហែលជាខ្ញុំជិះមកដល់ប្រហែលជាហួសប្រហែលជាព្រៃនប់អញ្ចឹងព័ត៌មានផ្ទុះមកព្រាមមានន័យថាខាងប្រទេសថៃតាក់ទងមកនៅលើឡានតែម្ដងប្រាប់ថាឥឡូវនៅប្រទេសថៃមិនទាន់មានការរំជួយដីទេប៉ុន្តែគាត់ថាសេវានៅប្រទេសថៃដាច់ខ្ទេចតែម្ដងអញ្ចឹងចន្លោះពេលនោះខ្ញុំបានទទួលព័ត៌មានភ្លាមហើយឲ្យពួកគាត់ដែលនៅចាក់ទៅចាក់ហ្នឹងថតវីដេអូមកទន្ទឹមពេលដែលពួកគាត់កំពុងតែជួបគ្រោះរំជួយដីបាក់អាគារហ្នឹងកន្លែងដែលខ្ញុំចេញពីក្រុងបរសៀននោះគឺប្រជាជនរត់ចេញឈុលដែរដូចគ្នាមានន័យថាជាកតុយរំជួយដីហើយបងប្អូនពិចារណាមកខ្ញុំពេលដែលខ្ញុំ live វីដេអូចប់មានន័យថាការរំជួយដីនោះវារត់តាមក្រោយខ្ញុំមកខ្ញុំមានអារម្មណ៍ឈឺក្បាលខ្លាំងមែនទែនពេលដែលចប់គាត់បិទការ live ផ្ទាល់ភ្លាមខ្ញុំមានអារម្មណ៍ថាខ្ញុំដូចមិនស្រួលវាដូចជាពលឡានឬក៏អាការៈរបៀបដូចមនុស្សល្ងិតមុខអីចឹងណាចឹងទៅមកសន្ទុះខ្ញុំសាកសួរអ្នកនៅលើឡានចឹងខ្ញុំសួរលោកឆៃថាលោកឆៃមានអារម្មណ៍ថាលោកឆៃវិលមុខណាលោកឆៃថាអត់អី10នាទីក្រោយមកលោកឆៃចាប់រាប់បើកឡានលេងកើតបាទអញ្ចឹងអាការៈរបស់លោកឆៃដូចគ្នាមានន័យថារំជួយដីនោះគឺវានៅខាងក្រោមឡានយើងតែម្ដងប៉ុន្តែដោយសារតែឡានយើងបើកទៅវាភ្លីងភ្លុងយើងអត់ដឹងអញ្ចឹងសកម្មភាពរំជួយដីនេះវាដេញពីប្រទេសនោះមកគឺតាមឡានខ្ញុំបន្ទាប់រហូតឥឡូវមកដល់ភ្នំពេញហ្នឹងគឺនៅឈឺក្បាលឡើយអត់ទាន់បាត់នៅងឹងភ្លាមខ្ញុំបានឆែកព័ត៌មានជាមួយនឹងក្រុមការងារដែលប្រចាំការនៅបាងកកហើយនឹងម្នាក់ទៀតនៅនគរពធុំអញ្ចឹងនៅបាងកកនេះមិនមែនបាក់អាគារមួយទេបើតាមប្រភពព័ត៌មានពីកោះសន្តិភាពដែលផ្ដល់ព័ត៌មានមកជាបឋមមានន័យថាកម្ពុជាយើងក៏មានកម្មករយើងរងគ្រោះថ្នាក់ដែរពីព្រោះនៅក្នុងអាគារការកសាងមួយនៅក្នុងប្រទេសថៃចំនួនកម្មករដែលចូលរួមកសាងមិនមានតែជនជាតិភូមាទេគឺខ្មែរយើងមានខ្មែរយើងមានភូមានិងមានថៃជាទូទៅបានខ្ញុំគិតថាច្បាស់ជាមានប៉ះពាល់ដល់បងប្អូនយើងឥឡូវព័ត៌មានរបស់កោះសន្តិភាពថាប្រជាជនយើងមានចំនួន42នាក់នេះជាព័ត៌មានបឋមណា42ដែលជាប់គាំងនៅក្នុងអាគារហ្នឹងប៉ុន្តែខ្ញុំកំពុងតែឆែកព័ត៌មានជាមួយក្រុមការងាររបស់យើងដែលនៅប្រចាំនៅបាងកកតែម្ដងចំណែកនគរពធុំទីតាំងផ្ទះគម្រោងរបស់ក្រុមការងារយើងនៅនគរពធុំនោះគឺវាលហែកបរិវេណចតឡានខាងមុខនោះគឺដីប្រេះបែកចេញជាពីរតែម្ដងហើយអញ្ចឹងផ្ទះអីនោះប្រេះអញ្ចឹងដោយសារផ្ទះទៀតវាអត់រលំទេតែនៅបាងកកដែលយើងឃើញអាគារដួលរលំនេះមិនមែនរលំអាគារទេអញ្ចឹងមានច្រើនហើយចំនួនពលរដ្ឋដែលស្លាប់ក៏យើងមិនទាន់បានទទួលព័ត៌មានច្បាស់ការដែរពីព្រោះវាជាព័ត៌មានបឋមព្រោះស្ថានភាពពេលភ្លាមជាយើងមិនអាចទៅដឹងចំនួនពិតប្រាកដទេលើកលែងតែ5-6ម៉ោងមកหน่วยគូភ័យគេចូលទៅគេនឹងឆែកទៅណីដឹងហើយមិញនេះមុននេះប្រហែល1ម៉ោងសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីថៃប្រកាសអាសន្នថានៅក្នុងប្រទេសថៃហ្នឹងសូមឲ្យត្រៀមទូទាំងប្រទេសតែម្ដងមានន័យថាគ្រោះរំជួយដីនេះមិនមែនកើតឡើងតែមួយលើកទេអញ្ចឹងសម្រាប់បងប្អូននៅប្រទេសថៃមានការប្រយ័ត្នប្រយែងហើយសេវានៅក្នុងប្រទេសថៃហ្នឹងបើនិយាយទៅដាច់តំណែងតំណងគ្នាប្រហែលជាខ្ទង់20នាទីគឺតាក់ទងអត់បានខ្ញុំតាក់ទងទៅក្រុមការងារតាក់ទងអត់ចូលទេនៅបាងកកនេះគឺដាច់សេវាតែម្ដងតាក់ទងបានតែខាងក្រុមនៅនគរពធុំទេដែលអាចនិយាយគ្នាបានទៅមានន័យថានគរពធុំក៏រងផលប៉ះពាល់ដែរគឺផ្លូវថ្នល់មុំគឺលហែកហើយជញ្ជាំងផ្ទះរបស់ក្រុមការងារយើងនៅនគរពធុំហ្នឹងគឺក៏រងផលប៉ះពាល់មកដល់ផ្ទះយើងទៀតវាមិនរលំបាក់ដល់ដីដូចជានៅទីក្រុងបាងកកទេអញ្ចឹងបាងកកនេះគឺរង្វាន់រីទ័រ 7.7 គឺខ្លាំងមែនទែនហើយខ្ញុំព្យាយាមកំពុងតែនៅមានតំណែងជាប់រហូតអញ្ចឹងព្រោះខ្ញុំចង់ឲ្យគាត់ចូលទៅឆែកព័ត៌មានពាក់ព័ន្ធទៅនឹងជនរងគ្រោះរបស់ខ្មែរយើងដែលស្លាប់បាត់បង់ជីវិតពីព្រោះនៅក្នុងប្រទេសថៃនេះមិនថាតែអាគារយើងកសាងទេសូម្បីតែនៅកន្លែងលក់ដូរឬក៏ទីផ្សារទំនើបអីក៏មានប្រជាជនខ្មែរយើងធ្វើដែរអញ្ចឹងបើសិនជាមានការបាក់រលំអាគារផ្សេងក្រៅពីកន្លែងអាគារសំណង់នេះក៏មានផលប៉ះពាល់ដល់បងប្អូនខ្មែរយើងដែរសូមចូលរួមរំលែកទុកដល់ប្រទេសថៃនិងប្រជាជាតិថៃដែលជួបនៅគ្រោះមហន្តរាយដោយការជួយដីនេះកុំសើចកុំយំគ្នាពីប៉ះពាល់ទាំងអស់គ្នាពីព្រោះប្រជាជនរបស់យើងរស់នៅក្នុងប្រទេសរបស់គេចំនួន7 លាននាក់នេះបើតាមសถิតិនិងទិន្នន័យដែលទទួលបានទាំងបន្តវេសនឹងត្រូវច្បាប់ដូច្នេះហើយពេលផលប៉ះពាល់ទៅលើប្រទេសមួយគ្រោះធម្មជាតិកើតឡើងនៅប្រទេសមួយខ្ញុំឃើញបងប្អូនខ្លះក៏ចេញមក
របៀបបង្ហោះ status ជាការចំអកឡកលើយណានឹងឲ្យទុកវាមកកដប់ទុកវាមិនលើជាតិសាសន៍នៅលើពិភពលោកថ្មីត្បិតតែនិយាយភាសាមិនដូចគ្នាក៏ប៉ុន្តែសុទ្ធតែមានទឹកចិត្តមនោសញ្ចេតនាដូចគ្នារឿងទន្ទ្រានរឿងឈ្លានពានអានឹងវាជាច្បាប់អ្នកធំលេបអ្នកតូចវាជារឿងធម្មតាទេតែដល់ពេលយើងជួបគ្រោះមហន្តរាយគ្រោះកើតឡើងប្រធានស័ក្តិដោយច្បាប់ធម្មជាតិអីកុំសើចចំអកគ្នាឲ្យសោះណាហ្នឹងហើយចូលរួមសោកស្ដាយហើយក៏មានការប្រយ័ត្នប្រយែងពីព្រោះគ្រោះធម្មជាតិកើតឡើងឬប្រធានស័ក្តិនេះវាមិនបានផ្ដល់ដំណឹងដល់យើងទេណាឥឡូវនេះក៏ពព័ត៌មានយើងទទួលបានពីខាងប្រទេសថៃមានន័យថាគ្រោះរំជួយដីនេះវារៀលដល់ទៅដល់ចិនរៀលដល់ទៅដល់ប្រទេសបង់ក្លាដេសទៅដល់ខាងប្រទេសក្បែរខាងដែលជាប់ជាមួយនឹងប្រទេសភូមាអញ្ចឹងរំជួយដីធំជាងគេគឺក្នុងតំបន់របស់ភូមាហ្នឹងវាឡើងជិតដល់8រិចទ័រមានន័យថាកម្លាំងខ្លាំងមែនទែនដល់ជាតិអីនោះប្រេះបែកចេញពីពីរហើយខ្ញុំក៏នៅតែតាមដានព័ត៌មានជាមួយនឹងបងប្អូនយើងដែលនៅប្រទេសថៃមកដល់ពេលនេះយើងទទួលព័ត៌មានបានច្បាស់ការហើយមានន័យថាប្រជាពលរដ្ឋរបស់ថៃទាំងអស់នៅក្នុងក្រុងបាងកកគឺគេផ្ដល់ព័ត៌មានឲ្យចេញមកនៅខាងក្រៅជាទូទៅប្រទេសថៃពីចិនក៏នៅខុនដូឥឡូវហ្នឹងឃើញបងប្អូនយើងចេញមកនៅក្រៅហើយសំបីតែអ្នកផ្ដល់ព័ត៌មានរបស់យើងនៅចាក់ទៅចាក់ហ្នឹងកន្លែងអាគារលំហ្នឹងក៏គាត់ចេញមកខាងក្រៅដែរគាត់ចេញមកខាងក្រៅផ្ដល់ព័ត៌មានឲ្យយើងហើយឥឡូវយើងកំពុងតែឲ្យព័ត៌មានទៅបងប្អូនខ្មែរយើងដែលនៅចាក់ទៅចាក់ឲ្យគាត់ព្យាយាមធ្វើដំណើរទៅកាន់នគរពធំដែលជាកន្លែងផ្ទះរបស់ក្រុមការងារយើងអញ្ចឹងបើគាត់មិនអាចសម្រាប់នៅខុនដូនៅក្នុងទីក្រុងបាងកកបានទេឲ្យគាត់ធ្វើដំណើរទៅនគរពធំនេះជាការចែករំលែកមួយដែរសម្រាប់ប្រជាជនខ្មែរយើងនៅបាងកកដែលស្គាល់តាក់ទងជាមួយក្រុមការងារយើងហើយទៅសម្រាប់នៅក្នុងទៅព្រោះនៅពេលនេះគេមិនឲ្យយើងសម្រាប់នៅក្នុងអាគារទេដូច្នេះហើយប្រជាជនទាំងកូនតូចកូនធំឲ្យចេញមរតកដំណើរពេញផ្លូវទាំងអស់ហើយព័ត៌មានបងប្អូនបានឃើញដែរសម្រាប់ព័ត៌មានផ្ទាល់ៗដែលខ្ញុំទទួលបានតាមរយៈវីដេអូឆាតដែលបងប្អូនគាត់នៅបាងកកផ្ដល់មកឲ្យមានន័យថាមើលទៅវាឃើញវេទនាភ្នែកខ្លាំងមែនទែនដោយសារប្រជាជនថៃជាប្រជាជនស៊ីវិល័យជាប្រជាជនដែលស្អាតស្អំជាប្រជាជនដែលមើលទៅទំនើបដល់ពេលមានទុកមានបញ្ហាអញ្ចឹងទៅយើងក៏អាណិតជាតិសាសនាក៏ដូចជាសាសនាដែរនៅលើពិភពលោកនេះមានមនុស្សចេតនាដូចគ្នាណាកុំចំអកឡកលើយកុំសើចចំអកគ្នាគ្រោះធម្មជាតិស្លឹងមើលមិនឃើញទេហ្នឹងហើយយើងមើលមិនឃើញទេកុំដាក់ទំនាយគ្នាកុំជីកកុំជន់គ្នាបន្ថែមណាវាកើតឡើងជួនប្រទេសគេជួនប្រទេសយើងពីព្រោះយើងមិនអាចស្លឹងឃើញអំពីធម្មជាតិដែលកើតឡើងនៅលើប្រទេសណាឡើយណាហ្នឹងហើយហើយព័ត៌មាននេះខ្ញុំនៅតែតាមដានយ៉ាងស្អិតរមួតអញ្ចឹងពីព្រោះខ្ញុំមានបណ្ដាញក្រុមការងារនៅបាងកកពីព្រោះយើងគិតថាច្បាស់ជាមានបងប្អូនខ្មែរយើងច្រើនដែលធ្វើការនៅប្រទេសថៃពាក់ព័ន្ធទៅនឹងកិច្ចការសំណង់ហ្នឹងអញ្ចឹងកំពុងតែឲ្យគាត់ search មើលព័ត៌មានហើយខ្ញុំព្យាយាមតាមដានព័ត៌មានថៃដើម្បីដឹងអំពីចំនួនជនរងគ្រោះដែលស្លាប់ទាំងថៃទាំងភូមានិងជនជាតិខ្មែរយើងក៏សន្តិភាពទទួលបានភ្លាមគឺជាប់គាំងនៅក្នុងអាគារ43នេះយើងមិនដឹងថាអាលុំប្រមាណអាគារហ្នឹងពួកឃើញថតផុសមកមានតែអាគារមួយទេប៉ុន្តែទន្ទឹមពេលដែលព័ត៌មានគេផ្ដល់មកឲ្យខ្ញុំថ្មីហ្នឹងឃើញថាអាគារដួលរលំ4 5អាគារបន្ថែមទៀតហើយអញ្ចឹងខ្ញុំនឹងធ្វើការតាក់ទងផ្ទាល់ទៅនឹងអ្នកយកព័ត៌មានអ្នកឆ្លើយឆ្លងព័ត៌មានខ្ញុំនៅទីក្រុងបាងកកហើយនឹងនៅនគរពធំសម្រាប់ឲ្យពួកគាត់ផ្ដល់ព័ត៌មានទៅឲ្យបងប្អូនខ្មែរដែលគ្មានកន្លែងស្នាក់នៅឲ្យទៅស្នាក់នៅនៅនគរពធំទៅយើងមានផ្ទះដែលអាចសម្រាប់បាន20ទៅ30នាក់នាយករដ្ឋមន្ត្រីថៃប្រកាសអាសន្នទូទាំងប្រទេសនេះដាក់ប្រទេសក្នុងគ្រាអាសន្នមានន័យថាមិនឲ្យប្រជាពលរដ្ឋរស់នៅក្នុងផ្ទះក្នុងលំនៅឋានទេឲ្យចេញមកនៅតាមផ្លូវថ្នល់ទាំងអស់រត់ទៅរកទីកន្លែងវាលដែលអត់មានអាគារខ្ពស់ៗនៅក្បែរហើយគេបានប្រកាសថាវាអាចនឹងមានការកើតឡើងក្នុងពេលនេះអាចកើតឡើងក្នុងពេលនេះពេលខាងមុខឬពេលណាមួយព្រោះនេះលក្ខណៈប្រកាសអាសន្នរបស់គេមានន័យថាវាមិនទៀងទេវាអាចនឹងកើតមានឡើងម្ដងទៀតដូច្នេះហើយសនំពកកន្លែងនេះកុំសើចយំគ្នាណាគ្រាន់តែមកប្រៅហ្នឹងបងប្អូនណាមួយប្រៅហ្នឹងបាងកកអង្គើអាគារ42ជាន់យើងនៅភ្នំពេញអង្គើផ្ទះលោកខេមរានៅកប់ស្រូវក៏អង្គើណារត់ចេញក្រៅហើយនេះខ្ញុំអង្គុយនិយាយទិញអង្គើដែរទៅខ្ញុំខ្លួនឯងរំជួយដីដេញពីក្រោយបងប្អូនណាខ្ញុំនិយាយបងប្អូនស្ទើរតែមិនជឿខ្ញុំ live វីដេអូប្រាប់បងប្អូនថាថៃកំពុងតែជួយដីរួចហើយគេផ្ដល់ព័ត៌មានតាមរយៈវីដេអូមកដែលខ្ញុំដាក់វីដេអូពីមុខឲ្យបងប្អូនមើលហ្នឹងកំពុងតែជួយដីហ្នឹងមានន័យថាស្ថានភាពជាក់ស្ដែងហ្នឹងគឺយើងកំពុង live ក្នុង1នាទី2នាទីហ្នឹងថៃកំពុងតែជួបគ្រោះជួយដីរួចហើយគេថតតាមឆាតភ្លាមខ្ញុំដាក់ឲ្យបងប្អូនមើលភ្លាមអញ្ចឹងមានន័យថាជួយដីហ្នឹងគឺដេញពីក្រោយខ្ញុំព្រោះខ្ញុំចេញពីកន្លែងអង្គុយនៅមាត់សមុទ្រហ្នឹងខ្ញុំចេញមកបានប្រហែលនាទីហ្នឹងចាប់ដើមជួយដីអញ្ចឹងជួយដីហ្នឹងគឺដេញក្រោយឡានខ្ញុំរហូតហើយខ្ញុំឆ្ងល់ឡានហ្នឹងមិនខ្លងខ្លាំងទេដល់ចប់ការ live ភ្លាមគឺខ្ញុំឈឺក្បាលដល់វាមានភាពចម្លែកមួយត្រង់ខ្ញុំឈឺក្បាលខុសពីធម្មតាដល់ពេលខ្ញុំឆែកព័ត៌មានជាមួយប្រទេសថៃជាមួយក្រុមការងារនៅថៃខ្ញុំសួរថាអាទិត្យនៅប្រទេសថៃយ៉ាងម៉េចមិនដែរអាទិត្យចាប់ដើមទៅដល់ថតឲ្យមើលដីនៅមុខផ្ទះរបស់យើងដែលយើងធ្វើកន្លែងចតឡានហ្នឹងគឺប្រេះបែកចេញពីជាងផ្ទះហ្នឹងអញ្ចឹងអាទិត្យថាខ្ញុំមានអារម្មណ៍វិលមុខអត់បងអើយនិយាយភ្លាមឆ្លើយឆ្លងនេះអាទិត្យប្រាប់ថានៅពេលនេះខ្ញុំកំពុងតែវិលមុខដូចខ្ញុំស្វឹងស្រាយសកម្មភាពរបស់ទឹកឯងហើយនឹងខ្ញុំដូចគ្នាខ្ញុំចាប់ដើមបិទការ live ពឹកខ្ញុំចាប់ដើមល្ងឹតមុខយកបណ្ដោយតែម្រេចកៅអីឡានទៅ
ខំសង្ងំមានន័យថាជួយគឺវានៅក្រោមឡានយើងតែម្ដងប៉ុន្តែវាកម្រិតទាបបំផុតជាអតិពលដែលទទួលមកពីប្រទេសថៃអូបងប្អូនឲ្យជួបខ្លួនឯងណាឡានវាបើកទៅវាគ្លីងក្រុងធម្មតាប៉ុន្តែបើសិនជាវាមិនមានគ្រោះធម្មជាតិនៅខាងក្រោមវាក៏វាធ្វើមិនឲ្យយើងវិលមុខវិលមុខខុសពីធម្មតាឡើងវិលមុខមកបងប្អូនអញ្ចឹងសកម្មភាពរបស់ខ្ញុំនៅលើឡានហ្នឹងជាមួយនឹងអាទិត្យដែលឆ្លើយឆ្លងគ្នាដូចគ្នាបែបហ្នឹងសូមបងប្អូនកុំឲ្យមានការពាក់ព័ន្ធទៅនឹងឈ្មោះរបស់លោកខំវាសនាគាត់ការមើលឃើញរបស់គាត់ពាក់ព័ន្ធទៅនឹងការធ្វើសមាធិអីអាហ្នឹងខ្ញុំមិនដឹងទេណាកុំឲ្យយករឿងរបស់គាត់យកមកលេងសើចយកមកលេងសើចវាមិនមែនជាការលេងសើចទេពេលនេះណាបើសិនជាគ្រោះរំជួយដីនេះស្លាប់ប្រជាជនថៃសុទ្ធវាមិនអីទេយើងនិយាយចឹងទៅចោះយើងនិយាយមិនថាមិនអៀងទេណាបើស្លាប់តែជនជាតិគេសុទ្ធវាមិនអីទេប៉ុន្តែចាំថាប្រជាជនយើងក៏នៅក្នុងប្រទេសថៃច្រើនដែរអញ្ចឹងណាពេលនេះមិនមែនជាពេលលេងសើចពេលចំអកឡក់លើគ្នាទេជាពេលដែលត្រូវតែជួយរំលែកទុកពីព្រោះបងប្អូនកម្ពុជាយើងតាមរយៈអ្នកសារព័ត៌មានរបស់កោះសម្ភារដែលយកព័ត៌មានផ្ទាល់ឆ្លើយឆ្លងព័ត៌មានមកប្រទេសកម្ពុជាមានការជាប់គាំងមនុស្សខ្មែរយើងនៅក្នុងនោះចំនួន43នាក់នេះព័ត៌មានបឋមឲ្យចុះតម្រុំព័ត៌មានពិតប្រាកដដែលទទួលបានតើប្រមាណអ្នកដូច្នេះមិនមែនជាពេលដែលត្រូវសើចយំអ្នកណាទេណារឿងការរំលោភបំពានជាតិសាសន៍មួយទៅជាតិសាសន៍មួយអីទុកវាមិនលើទុកវាមកកដប់ទៅត្រូវមានមនោសញ្ចេតនាជាមួយជាតិសាសន៍ដទៃណាស្រឡាញ់គ្នាបើវាមានសុខសន្តិភាពគ្នាកុំឲ្យវាមានវិវាទតទៅមុខទៀតណាពេលសោយទៅគ្រោះធម្មជាតិវារៀលដាល់ទៅប៉ះដល់យើងប៉ះដល់គេដែរកំបន់កំសាធុអីណាលោកឆៃលីអាណិតខ្ញុំទៅហ្នឹងហើយយើងសុទ្ធតែជាមនុស្សដូចគ្នាទេវាគ្រាន់តែភាសាជាតិវាមិនដូចគ្នាគេនិយាយភាសាគេយើងនិយាយភាសាយើងដូច្នេះហើយអ្វីដែលខ្ញុំឡាយតោះនេះក៏ខ្ញុំចង់ផ្ដល់ព័ត៌មានឲ្យបងប្អូនដឹងយើងកំពុងឆែកព័ត៌មានបន្តិចទៀតនេះពេលចប់ការឡាយតោះខ្ញុំឆែកព័ត៌មានភាសាទៀតដើម្បីឲ្យក្រុមការងាររបស់យើងចូលទៅបាងកកផ្ទាល់ហើយនឹងក្រុមការងារដែលនៅបាងកកនេះជួយតាមដានជាមួយនឹងព័ត៌មានរបស់ថៃឬក៏អានកាសែតថៃរដ្ឋដើម្បីដឹងចំនួនពិតប្រាកដសម្រាប់ជនរងគ្រោះរបស់យើងបងប្អូនកុំគិតណាថាប្រាវនៅប្រទេសថៃថាកម្មករយើងនៅប្រទេសគេច្រើនណាស់ណាហ្នឹងហើយកូរ៉េក៏មានជប៉ុនក៏មានថៃក៏មានណាបាក់អាគារប្រាវទៅហើយផលប៉ះពាល់មិនមែនតែប្រទេសថៃទេណាផលប៉ះពាល់ដល់ខ្មែរយើងដែលទៅធ្វើកម្មករនៅក្នុងប្រទេសរបស់គេទៀតរឿងទាំងអស់នេះត្រូវគិតឲ្យស៊ីជម្រៅមិនមែនជារឿងត្រូវសើចចំអកឡក់លុយឲ្យគ្នាទេណាហ្នឹងហើយដូច្នេះបើយើងគិតអំពីកម្មយើងគិតអំពីអំពើគិតពីអីនោះអានឹងច្បាប់ធម្មជាតិគេថាសាងអីបាននឹងប៉ុន្តែគ្រាន់តែថាបើគិតអំពីបាតុភូតរបស់ធម្មជាតិវាមិនដែលគិតពីកម្មពីផលទេណារង្វាស់ Richter ឬក៏ខ្សែ Equator ឬក៏ខ្សែរំជួយដីនេះតើវាបុកទៅចំដែនដីកន្លែងណាវាទៅហើយវាគ្មានគិតកម្មគ្មានគិតផលអីទេណាយើងមើលដែនដីភូមានិងដែនដីថៃវាជាប់គ្នាឥឡូវនេះព័ត៌មានបឋមដែលទទួលបានមានន័យថាមិនត្រឹមតែមកថៃមកវៀតណាមទេលោកទៅបង់ក្លាដេសទៅចិនអញ្ចឹងប្រទេសដែលជាប់ព្រំប្រទល់ជាមួយភូមាមានចិនមានបង់ក្លាដេសទៅទៀតណាជាសោកនាដកម្មជាសាសហើយដូច្នេះយើងមិនទាន់ដឹងពិតប្រាកដទេនៅក្នុងការជាប់គាំងនៅក្នុងអាគារគ្រាន់តែពេលដែលយើងស៊ូមមកបងប្អូនណាពេលដែលយើងស៊ូមមើលយើងមើលឃើញថាប្រជាជននៅលើអាគារដែលកំពុងចិត្តបាក់ហ្នឹងរត់អឺតមកខាងក្រោមអញ្ចឹងឲ្យអាលុំទៅភីងហើយយើងដឹងថាក្នុងអាគារហ្នឹងមានជនជាតិយើងឬអត់អញ្ចឹងកុំប្រើពាក្យស្រឡះសាធុទៅឲ្យវាងាប់ទៅណាមិនមែនទេកុំប្រើពាក្យដឹងពីព្រោះយើងមិនដឹងថាតើអ្នកដែលជាប់នៅក្នុងអាគារហ្នឹងតើមានជនជាតិយើងប្រមាណអ្នកបើគិតអំពីជនជាតិកម្ពុជាយើងទៅនៅប្រទេសគេស្ថិតិដែលសិក្សាស្រាវជ្រាវផ្ទាល់ខ្ញុំណាយើងគិតថា1លានអ្នកត្រូវច្បាប់ចឹងអាចលើសចំនួនដល់1លានជាងពីព្រោះនៅក្នុងតួលេខពិតប្រាកដដែលជនជាតិអន្តរប្រវេសរបស់យើងទៅនៅគេវាអត់មានការគ្រប់គ្រងដោយក្រសួងអញ្ចឹងគាត់តែពិតប្រាកដក្រសួងការងារនេះយើងគិតទៅ1លានហើយចុះអ្នកដែលទៅអត់មានច្បាប់ទម្លាប់ទៅជាបាត់ស៊ីចម្ពូឬក៏ទៅដោយអន្តរប្រវេសខុសច្បាប់ចឹងច្រើនណាស់ចឹងហើយបើសិនជាថៃជាប់គាំងសេដ្ឋកិច្ចវាប៉ះពាល់ដល់ខ្មែរពីព្រោះខ្មែរមានកម្លាំងពលកររបស់ខ្លួនមានកម្លាំងពលកម្មរបស់ខ្លួននៅក្នុងប្រទេសថៃយើងមិនចង់ឲ្យកើតសង្គ្រាមសោះសង្គ្រាមនាំមកសេចក្តីវិនាសមិនត្រឹមតែសង្គ្រាមទេសូម្បីតែកើតនៅបាតុភូតធម្មជាតិអីហើយកើតនៅសេចក្តីវិនាសហើយវាក្រដោយទៅខ្មែរទៀតទុកសោកវាមកដល់ខ្មែរយើងទៀតពីព្រោះយើងទៅធ្វើការស្រុកគេបើជាប់គាំងនៅក្នុងអាគារឬក៏ស្លាប់ដោយប្រការណាមួយអ្នកដែលសោកសៅគឺគ្រួសារសពដែលបានទៅធ្វើការនៅប្រទេសថៃអញ្ចឹងខ្ញុំបានផុសសារមួយទៅគឺចូលរួមរំលែកទុកចំពោះបងប្អូនខ្មែរព្រោះខ្ញុំដឹងហើយស្រេចថានៅក្នុងអាគារសំណង់មួយនៅក្នុងប្រទេសថៃមិនដែលអត់ជនជាតិកម្ពុជាទេមានជនជាតិភូមានិងកម្ពុជាធ្វើការជាកម្មករសំណង់ដូច្នេះទន្ទឹមពេលដែលមិនទាន់ដឹងអំពីចំនួនមនុស្សស្លាប់ពិតប្រាកដកុំទាន់ឆ្លាស់សាធុប្រទេសថៃណាហ្នឹងហើយកុំទាន់គិតអំពីរឿងថាវាសមនឹងស្លាប់ហើយកុំទាន់គិតថាវារំលោភបំពានយើងរឿងទាំងអស់ហ្នឹងរឿងរបស់រដ្ឋាភិបាលចំពោះគ្រោះធម្មជាតិវាមិនដែលគិតពីរឿងកម្មផលទេតែវាប៉ះទៅប្រទេសណាវាទៅប្រទេសហ្នឹងហើយខ្មែរយើងដោយសារសន្តានដីយើងវាបាត់ផ្ទះដូច្នេះហើយវាមិនងាយប៉ះទេវានៅទៀតជាងគេបើនៅខ្ពស់ស្មើភូមិស្មើឡើងបុកមិនជួយដីបកាច់យកដូចគេដែរហើយតែយើងនេះគាត់ដល់ប៉ុណ្្នឹងខ្ញុំមានការព្រួយបារម្ភដល់មនុស្សជាទីស្រឡាញ់របស់ខ្ញុំណាបារម្ភសពបែបយ៉ាងខ្លួនឯងនៅលើឡានជួយឡុកឃ្លីងខ្លួនហើយនៅចិត្តបារម្ភអ្នកភ្នំពេញ
ចេះតែប្រាប់ថាធ្វើម៉េចចេញផុតពីអាគារពីព្រោះគាត់ធ្វើការនៅក្រោមអាគារខ្ពស់ហើយផ្ទះលោកខេមរានេះក៏នៅក្នុងផ្ទះខ្ពស់ដែរអញ្ចឹងចេះតែប្រាប់ថានាំនេះចេញក្រៅសេចក្តីព្រួយបារម្ភពីពួកខ្ញុំនៅកណ្ដាលវាអត់អីទេដូច្នេះយើងមើលអំពីគ្រោះធម្មជាតិវាមិនបានប្រាប់យើងមុនទេហើយយើងគិតថាបើសិនថាវាឲ្យយើងដឹងមុនអានឹងយើងវាចេះតែរត់គេចខ្លួនរកអីចឹងទៅแล้วខ្ញុំមិនចេញផុតតែ15នាទីបងប្អូនកន្លែងដែលខ្ញុំអង្គុយហ្នឹងនៅមាត់សមុទ្រហ្នឹងសន្តាគារដែលខ្ញុំដេកហ្នឹងរត់ចែកជើងនេះចេញមកទាំងអស់ហ្នឹងសម្រាប់ព័ត៌មានដែលផុសមកយើងដេញពីក្រោយខ្ញុំជួយគឺដេញពីក្រោយខ្ញុំដែលខ្ញុំ live តឲ្យបងប្អូនមើលប្រហែលជា2ម៉ោងមុនក្នុងរយៈពេលដែលកំពុងជួយហ្នឹងដែលខ្ញុំ live វីដេអូឲ្យខ្ញុំដាក់វីដេអូឲ្យបងប្អូនមើលអាហ្នឹងកំពុងតែជួយដេញឡានខ្ញុំឡានខ្ញុំបោកឡើងខ្លួនចឹងរហូតគាត់ទៅចប់ការ live តភ្លាមខ្ញុំវិលមុខឡើងងឹតមុខក្រោយ15នាទីក្រោយមកតកងឡានបើកលេងកើតដូរតកងឡានឲ្យលោកខេមរាបើកម្ដងវិលចឹងអ្នកល្មមមានន័យថាពលដោយពលឲ្យលោកចឹងពីព្រោះខាងក្រោមវាមិនដឹងថាវាស្នូលផែនដីវាមានកម្រិតប៉ុណ្ណាព្រោះវាជាចុងនៃការរំជួយបើយើងគិត 7.7 រិចទ័រទំហំដីរំជួយនៅខាងក្រោម10 គីឡូម៉ែត្រ 10 គីឡូនៅខាងក្រោមបើឡើងដល់8 រិចទ័រពុបអាលាយប្រទេសថៃតាមមកប្រព្រឹត្តនេះលិចទៅក្នុងធរណីអានេះដោយសារដីស្ដើងអញ្ចឹងហើយខ្ញុំនឹងជាយាមដើម្បីតាក់ទងព័ត៌មានទៅខាងប្រទេសថៃនឹងជាយាមតាមដានព័ត៌មានរបស់ថៃបន្ថែមទៀតស្ដាប់ព័ត៌មានថៃដើម្បីដឹងអំពីចំនួនពិតប្រាកដនៃជនរងគ្រោះនៅក្នុងប្រទេសថៃទាំងជនរងគ្រោះរបស់កម្ពុជាយើងដែលបានជាប់គាំងនៅក្នុងអាគារជាបឋមនេះគឺ43នាក់ឯងតែអាចមានចំនួនលើសនឹងទៀតពីព័ត៌មានបឋមយើងដឹងប៉ុណ្ណឹងតែអាគារវាបាក់ច្រើនកន្លែងដូច្នេះតាមរយៈព័ត៌មានដែលផ្ដល់មកឲ្យពីក្រុមការងាររបស់យើងដែលឈរជើងនៅចាក់ទៅចាក់កន្លែងដែលរងគ្រោះហ្នឹងអាគារបាក់ 4-5 កន្លែងមិនមែនបាក់តែមួយកន្លែងដែលបងប្អូនឃើញទេហើយល្ងាចតិចយើងធ្វើការតាក់ទងឆ្លើយឆ្លងជាមួយក្រុមការងាររបស់យើងឲ្យផ្ដល់ព័ត៌មានជូនបងប្អូនសូមចូលរួមលេខទុកដល់គ្រួសារបងប្អូនដែលបានស្លាប់បាត់បង់ជីវិតទាំងថៃទាំងកម្ពុជាมันអត់ទេបងប្អូនដឹងតែមានមកពីព្រោះខ្ញុំទៅប្រទេសថៃបងប្អូនយើងមកការឋានសំណងមកការឋានសំណងគឺមានខ្មែរយើងធ្វើនៅកន្លែងច្រើនដូច្នេះច្បាស់ជារងផលប៉ះពាល់មិនខានទេកុំសើចកុំយំគ្នាជាចុងបញ្ចប់នៃការ live តកុំសើចកុំយំគ្នាមានតែការចូលរួមរំលែកទុកហើយខ្ញុំព្យាយាមតាមដានព័ត៌មានបន្តទៀតដោយសារតែមិញនេះបែរជា1ម៉ោងមុននេះសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីថៃគេដាក់ប្រទេសក្នុងគ្រាអាសន្នមានន័យថាឲ្យពលរដ្ឋថៃមានការប្រុងប្រយ័ត្នមិនឲ្យរស់នៅក្នុងផ្ទះហើយខ្ញុំបានផ្ដល់ព័ត៌មានទៅឲ្យបងប្អូនយើងនៅនគរពធំឲ្យធ្វើម៉េចតាក់ទងជាមួយនឹងលោកទឹកឲ្យចាប់ដៃគ្នាជាមួយបងប្អូនយើងដែលនៅចាក់ទៅចាក់ដែលអត់មានកន្លែងសម្រាកហ្នឹងឲ្យគាត់ទៅសម្រាកនៅនគរពធំពីព្រោះផ្ទះយើងនៅនគរពធំនេះវាអាចដេកបាន20ទៅ30នាក់ដូច្នេះហើយយើងមានតែចិត្តសប្បុរសតែប៉ុណ្្នឹងឯងដើម្បីអីជួយគ្នាក្នុងគ្រាអាសន្នណាសម្រាប់បងប្អូនថៃដែលនៅក្បែរគ្នាហ្នឹងឲ្យគាត់ហៅទៅពីព្រោះចេញមកខាងក្រៅអស់អត់មានកន្លែងសម្រាប់ទេជាទូទៅប្រជាជនថៃចូលចិត្តនៅខុនដូដល់ចេះនៅខុនដូអញ្ចឹងអ្នកនៅខុនដូអ្នកនៅផ្ទះខ្ពស់ៗហ្នឹងគឺគេឲ្យចេញមកខាងក្រៅអស់ហើយសម្រាប់បងប្អូនដែលអត់កន្លែងសម្រាប់ខ្ញុំបានតាក់ទងទៅទឹកហើយដើម្បីឲ្យទឹកជួយចាប់ដៃជាមួយនឹងលោកចិត្តជាមួយនឹងបូរ៉ាដើម្បីឲ្យគាត់ធ្វើតំណែងតំណងគ្នាយកបងប្អូនខ្មែរយើងទាំងអស់ទៅសម្រាប់នៅឯខាងនគរពធំណាកិច្ចពីព្រោះនាយករដ្ឋមន្ត្រីថៃផ្ដល់ព័ត៌មានមក1ម៉ោងមុននេះសេចក្តីថ្លែងការណ៍របស់គេត្រៀមលក្ខណៈដើម្បីទប់ស្កាត់ការកើតឡើងម្ដងទៀតនៅពេលណាមួយជាយថាហេតុវាមិនអាចដឹងទេទន្ទឹមពេលដែលគេកំពុងមានអាសន្នយើងក៏មិនទាន់រួចទុកដែរពីព្រោះស្ថានដីរបស់យើងថ្មីត្បិតតែនៅជាបាត់ផ្ទះមែនក៏ប៉ុន្តែព្រំប្រទល់របស់យើងជាប់ជាមួយគេគ្រាន់តែរំជួយក្នុង 7.7 រិចទ័រវាដល់ 0.8 ផ្អៀងមួយរៀងផ្ទះនៅ 0.8 ផ្អៀងមួយរៀងនេះគឺនៅកាត់កើតទេបងប្អូនទោះបីឈប់រំជួយដីក៏នៅកាត់ផ្ទះតែផ្អៀងហើយគេនឹងរលំនៅថ្ងៃណាមួយកាត់អាគារហ្នឹងគឺចោលហើយទីក្រុងភ្នំពេញយើងប៉ះនៅនាការវើលប៉ះនៅកប់ស្រូវប៉ះនៅអាគារ42ជាន់ចិត្តពេទ្យចិនដូច្នេះហើយកុំតាន់ដូចខ្ញុំនិយាយអញ្ចឹងគ្រប់ជាតិសាសន៍ទាំងអស់ត្រូវតែចូលរួមរំលែកទុកកាន់ទុកអ្វីត្បិតតែយើងប្រើភាសាជាតិមិនដូចគ្នាមែនការរំលោភបំពានដែនដីជារឿងរបស់រដ្ឋតែកើតឡើងដោយយថាហេតុអំពីគ្រោះធម្មជាតិគ្មានប្រទេសណាមួយឃើញទេនេះចិត្តមនោសញ្ចេតនារបស់ខ្ញុំអ្វីត្បិតតែមិនមែនជាពូជសាសន៍ខ្ញុំមែនប៉ុន្តែយើងនៅតែមានមនោសញ្ចេតនាអញ្ចឹងយើងមានសេចក្តីអាណិតអាសូរដល់ក្មេងដល់ចាស់ជរាដែលចលះចេញពីទីតាំងទើបខ្ញុំផ្ដល់ព័ត៌មានទៅឲ្យទឹកដើម្បីផ្ដល់ព័ត៌មានឲ្យពួកគាត់ពីបាងកកទៅនគរពធំយើងប្រើរយៈពេលប្រហែលជា1ម៉ោងកន្លះឬក៏ចម្ងាយដីប្រហែលជា43គីឡូអញ្ចឹងឲ្យគាត់ទៅសម្រាប់ក្នុងសម្រាប់បងប្អូនខ្មែរយើងដែលឥឡូវហ្នឹងបងប្អូនយើងមិនបានចូលទស្សនាខ្ញុំទេពីព្រោះអីវិចិត្រអីនៅថៃកំពុងតែរត់ខ្វែងដៃខ្វែងជើងហើយបើសិនជាវិចិត្របានចូលមើលវិចិត្រជាមួយនឹងទឹកចាប់ដៃគ្នាឲ្យជាប់រួចហើយជម្រាបបងប្អូនខ្មែរយើងដែលនៅទីក្រុងបាងកកជាពិសេសនៅចាក់ចាក់ជាតំបន់កន្លែងធ្វើការបុណ្យរួននេះហ្នឹងបុណ្យរួនបាត់បងធ្វើម៉េចយើងនាំបងប្អូនយើងទៅសម្រាប់នៅឯនគរពធំសិនទៅឲ្យកិច្ចឲ្យផុតពីថ្ងៃហ្នឹងបើសិនជាក្នុងថ្ងៃហ្នឹងមិនមានកើតហេតុភេទអីបន្តទៀតដោយការថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីថៃទេឬក៏ក្រសួងប្រកាសអាសន្នរបស់គេដាក់ប្រទេសលេងក្នុងគ្រាអាសន្នអញ្ចឹងខាង
ខាងក្រុមការងាររបស់គេផ្ដល់ព័ត៌មានប្រជាជនអាចចូលមកក្នុងតំបន់ដែលគ្រោះថ្នាក់នឹងបានវិញចាំយើងវិលចូលវិញតែបើក្នុងករណីមិនទាន់មានព័ត៌មានពីឧតុនិយមរបស់ថៃឬក៏អាជ្ញាធរពាក់ព័ន្ធរបស់ថៃទេសូមឲ្យបងប្អូនរបស់យើងប៊ុនរួនវិចិត្រដែលនៅប្រទេសថៃនៅចតុចក្រកន្លែងកើតហេតុហ្នឹងសូមជលៀសបងប្អូនខ្មែរយើងដែលនៅខុនដូទៅនៅឯនគរปฐមទៅខ្ញុំអត់មានអីជួយទេបានជួយតែប៉ុណ្្នឹងឯងបន្ទាប់ពីការ live ផ្ទាល់នេះខ្ញុំនឹងតាក់ទងផ្ទាល់ទៅប្រទេសថៃដើម្បីឲ្យបងប្អូនយើងរៀបចំឲ្យគាត់ឡើងឡានឬក៏ជួយដឹកសម្ភារៈរបស់គាត់ឲ្យគាត់ទៅសម្រាប់នៅកន្លែងនោះសិនឲ្យផុតសុវត្ថិភាពធ្វើម៉េចជួយឲ្យបានតាមលទ្ធភាពដែលយើងអាចជួយបានអ្នកណាក៏ជាបងប្អូនរបស់យើងមិនថាជាតិថៃជាតិខ្មែរណាពីដើមឡើយបើយើងនិយាយអំពីជាតិសាសន៍នៃប្រវត្តិសាស្ត្រថៃនឹងសិតតែគ្នាយើងតែក្រោយមកដោយសារការគ្រប់គ្រងរបស់ស្កោតេរបស់អយុធ្យាទៅក៏ខ្លាយទៅជាជនជាតិគេទៅណាមនោសញ្ចេតនាជាតិសាសន៍និយាយទៅរំលឹកប្រវត្តិសាស្ត្របន្តិចម្ដាយមីងមួយនៅស្កោតេពេលខ្ញុំឡើងទៅស្កោតេកាលពីឆ្នាំទៅមុនអោបខ្ញុំយំអូនអើយថ្ងៃណាយើងបានជួបគ្នាវិញពុកម៉ែរបស់បងនៅទីនេះសុទ្ធតែមានកំណើតកើតជានៅស្កោតេជាជនជាតិខ្មែរដើមថាគាត់អោបខ្ញុំឲ្យគាត់យំគាត់ស្ដោះគាត់ថាអូនសិក្សាប្រវត្តិសាស្ត្រអូនដឹងហើយដូច្នេះហើយទន្ទឹមពេលដែលគេកំពុងតែមានទុកសោកយើងដែលជាជាតិសាសន៍ដែលមានភាពថ្លៃថ្នូរជាជាតិសាសន៍ដែលទន់ភ្លន់មានមនោសញ្ចេតនាក៏សូមចូលរួមរំលែកទុកដល់ប្រទេសថៃរដ្ឋាភិបាលថៃប្រជាជនថៃដែលបានជួបនៅរឿងអកុសលរលំបាកអាគារក្នុងគ្រួជួយដីនេះបាទបងប្អូនខ្ញុំបញ្ចប់ការ live នេះទៅតែមកពីកំពង់សោមមិញទេបងប្អូនអើយមកដល់ភ្លាមព្យាយាមផ្ដល់ព័ត៌មានឲ្យបងប្អូនភ្លាមបងប្អូនក៏បានដឹងព័ត៌មានដែរអ្វីដែលចង់ផ្ដល់ព័ត៌មាននោះគឺពាក់ព័ន្ធទៅនឹងជនជាតិខ្មែរយើងដែលជាប់គាំងគឺ43នាក់ហើយបន្ទាប់មកហើយចាំនឹងឆេកព័ត៌មានបន្តទៀតជាមួយនឹងក្រុមការងាររបស់យើងនៅប្រទេសថៃដើម្បីដឹងនៅចំនួនពិតប្រាកដថាមានបងប្អូនខ្មែរយើងប្រមាណអ្នកដែលបានបាត់បង់ជីវិតក៏រងរបួសនៅក្នុងហេតុការណ៍នោះអរគុណបងប្អូនជំរាបលាទាំងអស់គ្នា